Lúc dù bình tịch từ chuôn miền sắc kê lợ mực cho bằng dụng được cô. Đạch trung pra công hiền từ cho bằng. Công hiền lưu sẽ đạch trung pra oi từ chui cho bằng sắc được cho nó. Hay nè, cũng đang bà cất đôi mà đạch nâng mình từ cho bằng mình bàn. Ta bắt sẽ đạch trung pra hơi. Khuôn bàn tiền là bầy mốt nèng khăn của cải phong. Cho lọc mặc vinh để sân thầy ọt bài và bốn từng pi bàn chôl từ xua. Đạch bàn chỉ nẹ để ọt bài được chứ nè. មានហេតុបើប្រភេទបកាដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដំណេចទេប្រពន្ធឆ្លើយថាអ្នកកំព្រួយចេតនាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឆ្អែតងុយទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានលើប្រពន្ធលួងដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងុយទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំង លុះរៀបរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះក្បាលដំរីប្រពន្ធជិះខាងក្រោយឯរេពលឯអមមុខក្រោយជាក្បួនតបត្រៀបត្រាពីពេញលុះចិត្តទៅដល់ចិត្តខ្មាំងទៅត្រូវមើលឃើញប្រកាសគង់ហ៊ានភ័យលេចអាចលេចនោមញ័រជើងរួនក្បាលដំរីឯដំរីគិតថាស្មានគេរួនឲ្យបោលក៏ចេះតែបោលសម្រុកចូលទៅ មុខរេពលទាំងអស់គ្មានអ្នកណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីលឿនដូច្នោះគិតថាមេតបនេះបកកែណាស់ក៏បានបាក់តបចាញ់រត់ចេញទៅយកប្រាក់យកខ្លួនទៅគង់ហ៊ានបានឃើញខ្មាំងរត់អស់ក៏ធ្វើជាអួតក្អេងក្អាងអស់នេះមើលរេពលខ្លោចខ្លាចអស់នេះមើលឃើញគង់ហ៊ានលិចអាចលិចក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេតប ថ្វីក៏លិចលិមុខដូច្នេះគង់ហ៊ានឆ្លើយថាបើកំពុងតែច្បាំងនឹងសត្រូវនៅហើយឈឺពោះនឹងចុះទៅដោះទឹកសត្វឯណាបានមានតែដោះទឹកសត្វលើក្បាលដំរីដូច្នេះឯងបើរវល់ដោះទឹកសត្វខ្មាំងវាមកកាប់ស្លាប់អត់អំពើទៅហើយឬអស់នេះមើលនឹងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញ គេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបបង្គំទូលស្ដេចស្ដេចទ្រង់ជាថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងកំចាត់សត្រូវកចាយតិចអស់ទៅត្រេកអរណាស់ទ្រង់ព្រះរាជទានយុះស័ក្តិជាម៉ឺនធំនិងព្រះរាជទានរាជទ្រព្យគ្រឿងបល្លង្ការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរឹតតែមានអំណាចខ្លាំងពូកែ កើនឡើងលុះក្រោយមកទៀតមានកពើមួយសាហាវចេះតែដេញខំមនុស្សម្នាអ្នកឈ្មោះលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមួយទឹកឬដើរសោះឡើយអស់រៀលលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ឲ្យគង់ហ៊ានទៅចាប់កពើហើយគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងនឹងព្រះបន្ទូល មកដល់ផ្ទះវិញក៏និយាយប្រាប់ប្រពន្ធដូចជាសពរាល់ដងដងនេះឃើញជាមិនរួចខ្លួនទេមកជាកពើខាំស្លាប់មិនខានពីមុននៅលើទើបគោកគ្រាន់នឹងមើលឃើញឥឡូវនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើនឹងមិនទៅមិនបានបើដូច្នោះមានតែលោតទឹកឲ្យកពើស្លាប់តែម្ដងទៅគង់ហ៊ានគិតនឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយទៅចាប់កពើអស់ ម្នីមនុស្សមហាជនបានលើគង់ហ៊ានចាប់កពើក៏បបួលគ្នាទៅមើលពីពេញលោកគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញកពើហែលប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមនឹងតបគៀបគ្នាគាត់ស្ទុះលោតចុះទៅក្នុងទឹកត្រង់នោះដោយគិតថាលោតឲ្យកពើខាំស្លាប់ទៅទេប៉ុន្តែកពើវាលឺសូរសន្ធឹកគង់ហ៊ានលោតភ្ញាក់ព្រឺតប្រឹងលោតឡើង គៀបជាប់នឹងឈើពាក់កណ្ដាលរុនទៅមុខមិនរួចទៅក្រោយមិនរួចគង់ហ៊ានមួយងើបឡើងឃើញកពើជាប់ដូច្នោះក៏ស្រែកឲ្យក្មួយបោះលំពេងមកចាក់កពើនោះស្លាប់ហើយមិនបានប្រមាណគេគិតថាគង់ហ៊ានចាប់កពើបានបោះជាប់តាមឈើហើយក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញកពើស្លាប់ក៏រត់ទៅក្អេងក្អាងហើយចូលក្រាប បង្គំទូលស្ដេចតាមខ្លួនបានចាប់កពើយកមកលើគោកស្ដេចទ្រង់ផ្សព្វព្រះហេតុប្រោះរាជទានយុស័កឲ្យគង់ហ៊ានឡើងជាធំលើពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចនិងទាំងរង្វាន់ជាច្រើន
សាច់រឿងនេះឲ្យយើងមើលឃើញថាគ្រប់កលៈទេសៈគឺមានភរិយាគាត់នៅពីក្រោយគេហៅថាសំណាបយោងដីស្រីយោងប្រុសហ្នឹងហើយតាំងពីដើមមកគឺដូចយើងទៅវាយខ្លាអញ្ចឹង